Vâng, một môn học này tỏ dương một đăng ông pi vút rồi bỏ rồi tôi thấy từ nâng cái thà từ lật bàn mấy một môn bà chẳng ở vút đài thay ban út dương capiประมาณ thay môn nick គេបានមកអួតសាច់ដុំអំពីសម្ភារវុធរបស់គេបងប្អូនបាទហើយអវុធនេះដែរគឺគេថាទើបនឹងផលិតបានថ្មីនៅក្នុងប្រទេសថៃមានរោងចក្រផ្ទាល់តែម្ដងបងប្អូនអញ្ចឹងយើងចង់ដឹងថាតើអាវុធរបស់ថៃនេះតើវាមានសមត្ថភាពខ្លាំងប៉ុណ្ណាដែលបានឲ្យថៃនេះហ៊ានបង្អួតឬក៏បង្ហាញសាច់ដុំមកខាងកម្ពុជាប្រហែលថ្ងៃមុននេះអញ្ចឹងអាវុធរបស់ថៃទើបនឹងផលិតបាននេះបងប្អូនគឺមានឈ្មោះថា DTI 1G និង D11A ស្នាដៃកូនថៃផលិតនៅប្រទេសថៃវាមានសមត្ថភាពបាញ់បានរយៈចម្ងាយ40ទៅ300គីឡូម៉ែត្រអតិពលអាវុធទាំងពីរ1ពេលបំពាក់គ្រាប់122មីលីម៉ែត្របាញ់បានចម្ងាយ40គីឡូម៉ែត្រ2ពេលបំពាក់គ្រាប់170មីលីម៉ែត្របាញ់បានចម្ងាយ150គីឡូម៉ែត្រ3បំពាក់គ្រាប់306មីលីម៉ែត្របាញ់បានចម្ងាយ300គីឡូម៉ែត្រគ្រាប់បញ្ជាដោយប្រព័ន្ធ GPS វាផលិតឡើងដោយកិច្ចសហការជាមួយប្រទេសចិនវាប្រើរថយន្តជាជើងទ្រសម្រាប់បាញ់រ៉ុកែតដូចជា PHL-03 ដែរអាវុធទាំងពីរប្រភេទនេះត្រូវ technology ការពារប្រទេសថៃទើបធ្វើការប្រគល់ឲ្យទៅកងទ័ពថៃដាក់ប្រើប្រាស់ក្នុងពេលប្រមាណថ្ងៃខាងមុខនេះក្រោយអភិវឌ្ឍកសាងរួចរាល់បាទបងប្អូនអ្នកគ្នាតាមពិតទៅគឺថៃគេមានរោងចក្រផលិតអាវុធហៅថាអាវុធនេះបើនិយាយពីសមត្ថភាពវាអាចបាញ់ជាមួយនឹង PHL-03 របស់កម្ពុជាផងដែរបងប្អូនបាទអញ្ចឹងសមត្ថភាពវាក៏មិនអន់ចាញ់ PHL-03 របស់ខ្មែរដែរបាទគិតទៅបងប្អូនគឺបច្ចេកវិទ្យាឬមួយក៏គឺថាវិទ្យាសាស្ត្រចេញពីចិនរបស់បងប្អូនសំបី HP L03 របស់ខ្មែរក៏យើងទិញពីចិនមកដែរបងប្អូនបាទអញ្ចឹងចិនបានសហការជាមួយថៃបានផលិតបានអាវុធពីរប្រភេទនេះបងប្អូនអញ្ចឹងប្រភេទទី1ឈ្មោះថា DTI 1G និង D11A ស្នាដៃកូនថៃដែលគេថាគេផលិតនៅក្នុងប្រទេសថៃតែម្ដងបងប្អូនគេមានរោងចក្រមានអីគេអញ្ចឹងបងប្អូនបាទអញ្ចឹងសមត្ថភាពវាក៏មិនចាញ់ PHL-03 របស់កម្ពុជាយើងដែរបងប្អូនបាទអញ្ចឹងយើងដឹងថាថៃគឺគេប៉ុន្មានថ្ងៃមុននេះគេបានបង្អួតឬមួយគេបានបង្ហាញសាច់ដុំមកខាងកម្ពុជាយើងបំណងរបស់គេឬមួយក៏ការឈ្លានពានមកលើទឹកដីកម្ពុជាយើងបាទហើយយើងនឹងស្រាប់ថាប៉ុន្មានថ្ងៃមុននេះថៃបានធ្វើការបាញ់រះមកលើប្រជាជននៅក្នុងភូមិប្រច័ន្ទបណ្ដាឲ្យស្លាប់ម្នាក់និងរងរបួស4នាក់ទៀតបងប្អូនទាំងអស់5នាក់ហើយថៃយើងដឹងថាមួយថ្ងៃទៅមួយថ្ងៃវាក៏តែពីឈ្លានពានយើងបងប្អូនបាទអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋដែលពួកគាត់នៅក្នុងតំបន់ព្រំដែនជាប់នឹងប្រទេសថៃសូមមានការប្រុងប្រយ័ត្នបាទបងប្អូនអ្នកគ្នាអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែចង់លើកមកនិយាយអំពីអាវុធរបស់ថៃទើបនឹងផលិតបាននៅក្នុងប្រទេសថៃតែម្ដងគេបានអួតយើងកាលពីប្រហែលថ្ងៃមុននេះដោយសារខ្ញុំរវល់ខ្ញុំអត់បានធ្វើវីដេអូនេះហើយគឺជាសមត្ថភាពរបស់ DTI 1G និង D11A របស់ថៃទើបនឹងផលិតបានថ្មីនេះហើយនៅស្រាប់ថាគេចិញ្ចឹមចិត្តចង់បានប្រាសាទតាកបីរបស់ខ្មែរយើងហើយគេបានគម្រាមវាយយើងថ្ងៃនេះថ្ងៃនោះអញ្ចឹងទៅបងប្អូនបាទអញ្ចឹងសូមបងប្អូនអរគ្នាជួយចុច share វីដេអូរបស់ខ្ញុំម្នាក់មួយផងបងប្អូនបាទហើយចុច subscribe YouTube channel YouTube របស់ខ្ញុំម្នាក់មួយផងដោយសារខ្ញុំទើបបង្កើត channel YouTube ថ្មីមួយបងប្អូនបាទអញ្ចឹងវីដេអូនេះគឺយើងមានតែប្រព័ន្ធបងប្អូនសូមអរគុណច្រើន